បាទបងប្អូននេះតរេនកំពង់ធំណាបាទខ្ញុំទៅដាំបាន2ឆ្នាំទេបងប្អូនណាបាទខ្ញុំទៅដាំបាន2ឆ្នាំទេបាទហើយវាចាប់ផ្ដើមចេញផ្លែបងប្អូនណាបាទនេះឃើញទេបាទអញ្ចឹងគឺសម្រាប់បងប្អូននេះផ្លែនិយាយរួមទៅផ្លែនេះវាចូល1 2 3គីឡូនេះបងប្អូនណាបាទផ្លែនេះចូល1 2 3គីឡូនេះបងប្អូនឃើញទេហ្នឹងហើយនេះផ្លែតាំងពីគល់ណាបងប្អូនណានេះឃើញទេបាទនោះអូយនិយាយពីថានៅតរេនកំពង់ធំណាបងប្អូនខ្លះមិនទាន់បានសាកតែកុំឲ្យជ្រុលសាកណាតែបានជ្រុលសាកតរេនកំពង់ធំបងប្អូនដឹងតែញៀនដឹងតែញ៉ាំដឹងតែតាមដឹងតែនៅនឹងតែមួងអត់មានចេញទៅណារួចទេណាបាទអញ្ចឹងបាទវីដេអូនេះគឺសូមផ្ដាំថាកុំឲ្យជ្រុលសាកឲ្យសោះតរេនកំពង់ធំណាបាទទៅសាកនៅកំពង់ចាមទៅសាកនៅកំពតទៅណាបងប្អូនណាបាទប្រយ័ត្នជាប់អន្ទាក់អ្នកកំពង់ធំកុំភ្លេចណាហ្នឹងហើយឃើញតរេនអ្នកកំពង់ធំកំសាក